នាងខ្ញុំសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានពី AMS អរិយធម៌ខ្មែរជាទីមេត្រីសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនាងខ្ញុំសូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ15រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី28ខែមិនិនាឆ្នាំ2025សម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីជោគជតារិស័យលាភសក្ការៈលុយកាក់និងការធ្វើដំណើរថាតើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានលាភជ័យនៅក្នុងថ្ងៃសុក្រនេះនៅពេលនេះនាងខ្ញុំសូមជម្រាបជូនដូចតទៅឆ្នាំលាភសំណាងទាំង4មានដូចជាឆ្នាំខាលពងយៈស្រីឆ្នាំអសាញ់ពងមនុស្សប្រុសឆ្នាំមមីពងទេវតាស្រីឆ្នាំកុលពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែនអាជីពរបស់លោកអ្នកនឹងទទួលបានភាពរលូនណាស់ក្នុងនោះលុយកាក់និងប្រាក់ចំណេញនឹងកើតមានឡើងជាច្រើនសម្រាប់លោកអ្នកមិនគួរភ័យខ្លាចចំពោះការលំបាកដែលកើតមានឡើងនោះទេភាគច្រើនលោកអ្នកអាចវាតម្លៃស្ថានភាពបានយ៉ាងត្រឹមត្រូវនិងទាញយកការសន្និដ្ឋានសមស្របសូមលោកអ្នកកុំជ្រៀតជ្រែកទៅលើកិច្ចការងារឬរឿងរ៉ាវរបស់អ្នកដទៃហោរាសាស្ត្រអាជីពសន្យាថាលោកអ្នកនឹងអាចដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័សថ្ងៃនេះជាពេលវេលាដោះស្រាយបញ្ហាចាស់ថ្មីលោកអ្នកនឹងអាចដោះស្រាយដោយគ្មានផលលំបាកនោះទេហើយដំណោះស្រាយនេះផ្ដល់ផលជាច្រើនហោរាសាស្ត្រអាជីពអាចបញ្ជាក់ថាលោកអ្នកក៏អាចបញ្ចប់ការងារដោយភាពជោគជ័យថ្ងៃនេះក៏ជាពេលវេលាដ៏ល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុក្រៅពីនេះសូមបញ្ជាទំនាក់ទំនងជិតស្និទ្ធនឹងមនុស្សផ្ទុយភេទឆ្នាំចបើអាចទៅរួញឆ្នាំមធ្យមទាំង6មានដូចជាឆ្នាំជូតពងទេវតាប្រុសឆ្នាំឆ្លូវពងមនុស្សប្រុសឆ្នាំថោះពងមនុស្សស្រីឆ្នាំរោងពងទេវតាប្រុសឆ្នាំវកពងយៈប្រុសឆ្នាំរកាពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នកគិតគូរពីរបៀបរៀបចំកំណត់គោលដៅហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នកគិតគូរពីរបៀបរៀបចំកំណត់គោលដៅឲ្យបានពិតប្រាកដប្រហែលជាអ្នកគួរតែឈប់សុបិនអំពីការចំណាយពេលវេលាកំសាន្តការសម្រាកមុនម៉ោងឬការពន្យាពេលបំពេញការងារជាដើមសូមកំណត់ទំហំការងារឲ្យបានសមល្មមការងារដែលមានភាពធំទូលាយនិងមហិច្ឆតាលើសលប់មិនមែនជាជម្រើសត្រឹមត្រូវសម្រាប់ពេលនេះទេដោយសារឱកាសដែលលោកអ្នកត្រូវខាតបង់មានរូបរាងច្បាស់លាស់ហោរាសាស្ត្រអាជីពណែនាំកុំឲ្យចោះចាញ់ការលបួងឲ្យសោះចំណុចសំខាន់ដែលលោកអ្នកត្រូវចងចាំគឺថាធ្វើយ៉ាងណាកុំឲ្យមានចំណងស្នេហានៅការិយាល័យវានឹងធ្វើឲ្យអ្នកមានបញ្ហារវាងទំនាក់ទំនងក្នុងក្រុមសូមមានភាពអត់ធ្មត់ចំពោះរាល់ការលំបាកសិនសូមមានការទទួលខុសត្រូវសូម្បីតែការងារតូចតាចយ៉ាងណាក្តីដើម្បីឲ្យលោកអ្នកអាចបញ្ចប់ការងារឲ្យបានទាន់ពេលហើយបញ្ជៀសបញ្ហាកកស្ទះដែលនាំជាកង្វល់ជាច្រើនសូមលោកអ្នកកុំបញ្ចេញមតិច្រើនពេកស្ដាប់ឲ្យបានច្រើនដើម្បីមានការយល់ដឹងសពក្រុមសូមចំណាយពេលវេលាសម្រាប់ធ្វើកិច្ចការងារជាមួយឯកសារផ្ដោតទៅលើការសរសេរឯកសារនិងរបាយការណ៍នានាដើម្បីឲ្យស្ថិរភាពការងារថ្ងៃនេះកាន់តែល្អប្រសើរចូលធ្វើយ៉ាងណាអនុវត្តការងារឲ្យមានតុល្យភាពជាពិសេសនៅពេលដែលលោកអ្នកធ្វើការងារសហការឬការងារជាក្រុមឆ្នាំធ្លាក់ចុះទាំងពីរមានដូចជាឆ្នាំមមែពងទេវតាស្រីឆ្នាំចពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រស់ចហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នកគិតគូរអំពីករណីហិរញ្ញវត្ថុស្ថានភាពហិរញ្ញវត្ថុរបស់អ្នកគ្មានលំនឹងនោះទេសូមកុំតន់ចាយវាយច្រើនពេកកុំពាក់ព័ន្ធនឹងការខ្ចីបំណុលការផ្ទេរបដូរលុយកាក់ពីព្រោះការខាតបង់មានច្រើនការសន្សំសំចៃនឹងជួយឲ្យលោកអ្នករក្សាលំនឹងបាននិងសម្រាប់តម្រូវការជាច្រើននាថ្ងៃខាងមុខសូមកុំតន់ផ្លាស់ប្ដូរការងារឬទីកន្លែងការងារពីព្រោះស្ថានភាពនៅជុំវិញខ្លួនអ្នកហាក់មានភាពរង្គោះរង្គើជាច្រើនមន្ទិលជាធំរបស់អ្នកគឺតាក់ទងនឹងភាពកកកុញរបស់ការងារដែលមិនទាន់បំពេញព្យាយាមរៀបចំការងារឲ្យមានសណ្ដាប់ធ្នាប់ចំពោះការចាក់ចែងពីការងារមុនម៉ោងនិងការប្រថុយប្រថាននឹងធ្វើឲ្យលោកអ្នកបាត់បង់ឱកាសជាច្រើននាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមានតម្លៃតាមដានហោរាសាស្ត្រប្រចាំថ្ងៃសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនៅពេលនេះនាងខ្ញុំពី AMS អរិយធម៌ខ្មែរសូមអរគុណសូមជម្រាបលា